នេះកំពុងបាយជួបខ្ញុំតាមមិនក៏អ្នកចាត់ការយកទៅញ៉ាំខ្ញុំស្មានតែជារបស់ខ្ញុំក៏លោកញ៉ាំទៅឈ្មោះខ្ញុំសរសេរនៅគម្របប្រអប់ពន្ធណានៃនៅយកខុសទៀតគ្រាន់តែកំពុងបាយជួបប៉ុន្មានគ្រាប់សោះចាំបាច់កំណាញ់ម្លេះអ្នកចាត់ការថាម្សិលមិញទិញភេសជ្ជៈចំនួន30យន្តរបស់អ្នកមិនទាន់ឲ្យខ្ញុំទេណាខ្ញុំវេឲ្យយូរហើយតើក្នុងគ្រប់អត់មានប្រវត្តិវេលុយរបស់អ្នកផងមើលនេះពីគេបាត់នេះខ្ញុំបានបញ្ចុះតម្លៃ30ខ្ញុំក៏30យន្តដែរវាទូទាត់គ្នាស្មើហើយតើខ្ញុំរវល់ការងារសិនហើយធ្វើការយូរហើយមិនដែលឃើញអ្នកណាកំណាញ់ថ្នាក់នេះសោះមិនត្រឹមកំណាញ់ទេណាថែមទាំងចូលចិត្តស៊ីឡាក់គេទៀតនេះមិនមែនជាលើកទី1ទេដែលធ្វើពុតជាមួយហើយលួចញ៉ាំរបស់គេនោះដើម្បីអបអរដែលខ្ញុំទើបតែទិញផ្ទះថ្មីថ្ងៃនេះខ្ញុំប៉ាវកាហ្វេអ្នកទាំងអស់គ្នាប៉ុន្តែគ្រប់គ្រាន់បញ្ជាក់ថាខ្ញុំចិត្តទូនេះដល់កាហ្វេមានលុយធីបបន្ថែម50យន្ត180កែវបងលីនសំណាងល្អម្ល៉េះបានឲ្យដល់ធំបាត់នៅហើយជើងនេះស្មើពូយើងដឹក10ជើងឯណោះក្រុមហ៊ុនយន្តធូនេះមិនមែនជាកន្លែងដែលខ្ញុំធ្លាប់ធ្វើការទេអីទទួលអីវ៉ាន់ជោគជ័យសូមបញ្ជូនទៅឲ្យដល់មុនម៉ោង3រសៀលឥឡូវម៉ោង2:35នាទីសល់ពេលតែ25នាទីទៀតប៉ុណ្ណោះផ្លូវខាងមុខកំពុងស្ទះខ្លាំងណាស់ត្រូវការពេលប្រហែល32នាទី32នាទីអីអាប់ឲ្យពេលតែ25នាទីទេមិនទាន់ពេលទេខាងមុខមានផ្លូវលំមួយទៅធ្វើរួចទៅតែរួចសប្តាហ៍មុនតែគេមិនទាន់អាប់ដេតទេបើវាងតាមនោះតែ12នាទីដល់ហើយមិនក៏បងដឹងច្បាស់ម្ល៉េះការងារចាស់របស់ខ្ញុំគឺអ្នករៀបចំទិន្នន័យផែនទីផ្លូវនឹងឯងខួរក្បាលខ្ញុំច្បាស់ជាងគេផ្ស្ទើទៀតឥឡូវទៅម៉ោង2:55នាទីដល់មុន5នាទីទៀតកាហ្វេទាំងអស់ដាក់លើធ្នើខាងស្ដាំទៅកុំដាក់ខាងឆ្វេងទំនេរតើថែមទាំងចិត្តច្រកចូលក្រុមបើដាក់ខាងស្ដាំត្រូវរុញចូលទៅឆ្ងាយជាង10ម៉ែត្រទៀតខ្ញុំប្រាប់ឲ្យដាក់ទីណាក៏ដាក់ទីនោះទៅគ្រាន់តែអ្នកដឹកសោះសួរច្រើនម្ល៉េះខាងស្ដាំគឺជាចុងកែងនៃកាមេរ៉ាសុវត្ថិភាពតើអ្នកខ្លាចបាត់អេវ៉ាន់ឬខ្លាចកាមេរ៉ាថតចុះពេលអ្នកយកទៅនិយាយអញ្ចឹងមានន័យថាម៉េចខ្ញុំគ្រាន់តែទម្លាប់យកអេវ៉ាន់នៅខាងស្ដាំតើបើនៅតែឧទាហរណ៍ខ្ញុំនឹងរាយការណ៍ថាដឹកយឺតពេកហើយឥឡូវនេះមិនទាន់ដល់ម៉ោង3ទេម្យ៉ាងវិញទៀតឲ្យដល់ធំរហូតដល់180កែវល្អបំផុតគឺដាក់ឲ្យចំកាមេរ៉ាសុវត្ថិភាពការពីពេលមានរឿងស្រួលដោះស្រាយទាំងសងខាងនេះជារឿងរវាងក្រុមហ៊ុនខ្ញុំនិងអ្នកដឹកតាក់ទងអីជាមួយសន្តិសុខអគារដូចលោកឯងធ្នើដាក់អេវ៉ាន់គឺជារបស់អគារកាមេរ៉ាក៏ជាការគ្រប់គ្រងរបស់ពួកយើងដែរប្រកបជាតាក់ទងនឹងខ្ញុំហើយពូជើធ្នើខាងស្ដាំមានកង់ជួយរុញវាឲ្យចូលមកក្នុងរង្វង់កាមេរ៉ាបន្តិចមកអូខេបានអ្នកណាឲ្យលោកយករុញវាខ្ញុំប្រាប់ឲ្យដាក់កន្លែងដើមវិញភ្លាមកន្លែងដើមកាមេរ៉ាថតមិនច្បាស់ទេ180កែវតម្លៃជាង8000យន្តដាក់ចំកាមេរ៉ាបែបនេះវាមានយុទ្ធធម៌ទាំងអ្នកទិញនិងអ្នកដឹកលុះត្រាតែអ្នកចង់លាក់បាំងអ្វីមួយខ្ញុំមានអីត្រូវលាក់បាំងទៅប្រញាប់ដាក់មកគេកំពុងរងចាំញ៉ាំច្រើនណាស់អ្នកចាត់ការថាកាហ្វេ180កែវបានដឹកមកដល់ហើយលោកស្គាល់ខ្ញុំកាលពី1ខែមុនគឺអ្នកហើយដែលហុចលិខិតបញ្ឈប់ពីការងារមកដាក់នៅមុខខ្ញុំនោះអ្នកថាខ្ញុំអាយុ35ឆ្នាំហើយគ្មានកម្លាំងធ្វើការថែមមកឥឡូវចាំខ្ញុំលេងបានហើយហ៎តាមពិតគឺលោកសោះមិនបាច់ឆ្ងល់ទេថាម៉េចក៏ច្រើនរឿងម្លេះមិនដែរត្រូវខ្ញុំបញ្ឈប់ពីការងារហើយក៏ធ្លាក់ខ្លួនមកធ្វើអ្នកដឹកខខ្ញុំរកលុយដោយកម្លាំងញើសឈាមគ្មានអីគួរឲ្យខ្មាស់គេទេកាហ្វេដឹកមកដល់ហើយសូមចុចទទួលអេវ៉ាន់ផងអេបវានឹងចុចទទួលដោយខ្លួនឯងហើយសៀវឡជួយលើកកាហ្វេចូលទៅខាងក្នុងទៅអតិថិជនឈ្មោះທາງសៀវវិនរីកាថាអេវ៉ាន់មិនបានមកដល់អដនេះត្រូវបានផ្អាកការទូទាត់មូលហេតុរាយការណ៍ធ្នើអេវ៉ាន់ទៅទេស្អាតអតិថិជនមិនទទួលបានកាហ្វេ180កែវទេដូចដែលខ្ញុំស្មានមែននាងប្រើគេឲ្យលើកកាហ្វេចូលអស់រួចក៏ថតធ្នើទេរីកាថាអត់បានអេវ៉ាន់មិនបាច់ឆ្ងល់ទេដែលនាងចង់ឲ្យឯងដាក់អេវ៉ាន់នៅកែងកាមេរ៉ានោះនាងគិតថាកាមេរ៉ាមើលមិនឃើញសំណាងដែលខ្ញុំបានត្រៀមទុកមុនលើកនេះដាច់ខាតមិនឲ្យនាងស៊ីដាច់បានទេសកម្មភាពអំបញ្ញមិញកាមេរ៉ាថតបានទាំងអស់ហើយចង់ឲ្យខ្ញុំទាញវីដេអូកាមេរ៉ាទុកឲ្យទេចាំខ្ញុំទៅវ៉ាទៅខាងក្រុមហ៊ុនសិនលោកលីនអតិថិជនបានផ្ញើរូបថតធ្នើរទេហើយអះអាងថាកាហ្វេ180កែវមិនបានមកដល់ទេរូបនោះនាងថតបន្ទាប់ពីលើកកាហ្វេចេញអស់ហើយតើលោកអាចផ្ដល់ភស្តុតាងពីម៉ោងពេលទីតាំងនិងចំនួនអេវ៉ាន់បានដែរទេខ្ញុំមានកំណត់ត្រាទីតាំង GPS រូបថតពេលប្រគល់អេវ៉ាន់និងប្រវត្តិហើយទូរស័ព្ទថែមទាំងវិកគេបតកាហ្វេគ្រប់កែវផងដែរសូមបញ្ចូលភស្តុតាងទាំងអស់នោះមកបើរកឃើញថាអតិថិជនពិតជារីកាខ្លាំងៗមែនលោកនឹងមិនត្រូវបានពិន័យអ្វីឡើយបានខ្ញុំនឹងផ្ញើឲ្យឥឡូវនេះខាងក្រុមហ៊ុនថាអីខ្លះគេរងចាំមើលរូបថតនិងទីតាំងសិនបើនាងខាងសៀវវិននោះនៅតែចោទថាជារូបខ្លាំងៗច្បាស់ជាត្រូវការវីដេអូកាមេរ៉ារបស់ពូហើយគួរតែដល់ពេលបង្កាប់ចរិតចូលចិត្តស៊ីដាច់របស់នាងហើយអ្នកចាត់ការថាកាហ្វេនេះមួយកែវរដងខ្ញុំមិនហ៊ានទិញញ៉ាំទេលើកនេះអ្នកចាត់ការប៉ាវធ្វើឲ្យពួកយើងលេងគិតអាក្រក់លើអ្នកចាត់ការហើយគ្រាន់តែកាហ្វេមួយកែវសោះឲ្យតែខ្ញុំប៉ាវមិនឲ្យអ្នកទាំងអស់គ្នាញ៉ាំរបស់ថប់ទេអ្នកដឹកអំបញ្ញមិញគឺលោកលីនជាយានមែនទេគឺជាអ្នកជំនាញសរសេរកម្មវិធីដែលត្រូវបញ្ឈប់ខែមុននោះគឺវានឹងហើយអាយុ35ឆ្នាំទៅហើយស្មានតែចេញពីទីនេះទៅវាមានសមត្ថភាពខ្លាំងប៉ុណ្ណាទីបំផុតនៅតែមកដឹកអេវ៉ាន់ឲ្យខ្ញុំដដែលអ្នកចាត់ការរីកាថាអេវ៉ាន់អត់មកដល់តែខាងយើងទទួលបានកាហ្វេអស់ហើយតើខ្ញុំគ្រាន់តែឲ្យខាងក្រុមហ៊ុនឆែកមើលតើអតិថិជនមានសិទ្ធិថាបើការដឹកជញ្ជូនមានបញ្ហាកន្លែងណាទៅមិនយូរពេលហើយក៏មិនបាត់កាហ្វេសំបីមួយកែវដែរវានឹងដោះស្រាយហើយមិនបាច់ពួកឯងជួយនិយាយជំនួសវាទេឆ្លងកាត់ការត្រួតពិនិត្យអ្នកដឹកបានបញ្ជូនភស្តុតាងត្រឹមត្រូវសំណើសុំដកប្រាក់របស់អ្នកត្រូវបានបដិសេធមិននឹងអាចទៅរួចវាមានភស្តុតាងអីថាបានដឹកមកដល់នោះរូបនេះคล้ายទេវាប្រើអេបង្កើតរូបកេសកាហ្វេ15មួយកេសរួមទាំងមានរូបមុខក្រុមហ៊ុននិងលេខធ្នើអេវ៉ាន់ទៀតសូម្បីប្រធានសន្តិសុខជើក៏ឈរក្បែរនោះដែរឥឡូវអេកាត់ដល់មនុស្សបានទៅហើយធ្វើរឿងប៉ុណ្ណឹងមានអីពិបាករូបថតដែលអ្នកដឹកផ្ដល់ឲ្យគឺកាត់ដោយអេម្យ៉ាងទៀតអ្នកដឹកនិងអតិថិជនមានចំនួនកន្លែងធ្វើការជាមួយគ្នាអាចមានចេតនាសង្សឹកសូមក្រុមហ៊ុនពិនិត្យម្ដងទៀតពូជើខាងស៊ីវិនទៅវ៉ាម្ដងទៀតហើយនាងថារូបថតខ្ញុំបញ្ជូនទៅគឺជាការកាត់ដោយអេហើយយកការដែលនាងបញ្ឈប់ខ្ញុំពីការងារធ្វើជាលេថាខ្ញុំចង់សង្សឹកនាងចឹងទាញយកវីដេអូកាមេរ៉ាស៊ីនមកលេខកាមេរ៉ាពេលវេលានិងកំណត់ហេតុនៃអគារ
ពូនឹងឲ្យឯងទាំងអស់បើពូផ្ដល់ឲ្យបែបនេះខ្លាចតែខុសច្បាប់របស់អគារទេខាងអគារមានសិទ្ធិផ្ដល់កាមេរ៉ាសុវត្ថិភាពជាសាធារណៈជួយក្នុងការស៊ើបអង្កេតបានតើពូធ្វើតាមនីតិវិធីត្រឹមត្រូវមិនមែនលួចលាក់ឲ្យឯងណាបានអញ្ចឹងល្អលើកនេះមើលចុះថានាងនឹងដោះស្រាយបែបណាម៉ោង 2:55 នាទីកាហ្វេ15កេសត្រូវបានដាក់លើធ្នើអស់ហើយម៉ោង 2:57 នាទីនារីម្នាក់នេះហៅបុគ្គលិកឲ្យមកលើកចូលក្រុមហ៊ុនម៉ោង 3:02 នាទីកេសចុងក្រោយក៏ត្រូវលើកចូលទៅបាត់អញ្ចឹងរូបធ្នើរទេដែលនាងថតនោះគឺថតក្រោយម៉ោង 3 នេះឯងត្រូវហើយធ្នើរទេគ្រាន់តែអាចបញ្ជាក់ថាមានគេលើកអីវ៉ាន់ទៅបាត់អាចបញ្ជាក់ថាឯងដឹកមិនដល់គោលដៅទេអញ្ចឹងខ្ញុំបញ្ជូនវីដេអូនេះទៅកាន់ក្រុមហ៊ុនឥឡូវនេះហើយលោកលីនក្រុមហ៊ុនបានទទួលវីដេអូស៊ីនពីសន្តិសុខអគារហើយក្នុងវីដេអូនោះអាចបញ្ជាក់ថាអតិថិជនបានយកកាហ្វេទៅមែនទេឃើញច្បាស់ណាស់ចុះសំណើសុំដកប្រាក់របស់នាងវិញសំណើសុំដកប្រាក់លើកទី2ត្រូវបានបដិសេធហើយដល់នេះទូទាត់ប្រាក់ធម្មតាលោកមិនបាច់សងការខាតបង់នេះទេហើយក៏មិនមានការពិន័យកិន័យអ្វីដែរក្រុមហ៊ុននឹងកត់ត្រាទុកពីទង្វើរីការខុសប្រក្រតីរបស់អតិថិជនម្នាក់នេះសូមជួយផ្ញើលទ្ធផលមកកាន់ទំព័រ Outdoor របស់ខ្ញុំផងបានផ្ញើរួចហើយបើនៅតែមានការរំខានពីអតិថិជននេះទៀតលោកអាចបញ្ជូនកំណត់ត្រានេះម្ដងទៀតបានយល់ហើយនាងស្មានតែអ្នកដឹករវល់តែរត់រកលុយគ្មានពេលមករកភស្តុតាងតាំងជាមួយនាងតែអ្វីដែលខ្ញុំការពារថ្ងៃនេះមិនមែនត្រឹមតែការងារមួយនេះទេគឺកិត្តិយសរបស់អ្នកដឹកជញ្ជូនដែលរកប្រាក់ដោយកម្លាំងញើសឈាមសំណើសុំដកប្រាក់របស់អ្នកត្រូវបានបដិសេធOutdoorត្រូវបានបញ្ចប់ដោយជោគជ័យប្រាក់ 8,200 យួនត្រូវបានកាត់ទូទាត់មិនអាចទៅរួចទេគ្រាន់តែវីដេអូកាមេរ៉ាមួយសោះអេបនឹងផ្អែកលើអីបានជាកាត់លុយខ្ញុំឈប់ញ៉ាំទៅដាក់ចុះទាំងអស់គ្នាអ្នកចាត់ការខាងកាហ្វេខ្ញុំញ៉ាំអស់ពាក់កណ្ដាលហើយចាត់ការទាញយកទៅវិញធ្វើអីទៀតអស់ពាក់កណ្ដាលក៏ត្រូវតែដាក់ចុះដែរកាហ្វេទាំងអស់នេះគិតលុយណាកំងអីវ៉ាន់ប្រកាសជីគិតលុយហើយមិនមែនអ្នកចាត់ការប្រាប់ថាអបអរទិញផ្ទះថ្មីចង់ប៉ាវកាហ្វេអ្នកទាំងអស់គ្នាទេអីឥឡូវខ្ញុំលេងប៉ាវហើយយកទៅបង្វិលឲ្យគេវិញទាំងអស់ទៅអ្នកចាត់ការថាបែបនេះអត់ន័យពេកហើយដឹងកុំប្រាប់ណាថាអ្នកចាត់ការចង់ទៅវាយយកលុយវិញតាំងពីដំបូងទើបធ្វើពុតជាប៉ាវកាហ្វេពួកយើងនោះដល់ឥឡូវដកលុយមិនបានក៏លេងប៉ាវទៅខ្ញុំមិនដឹងថាពួកឯងកំពុងនិយាយពីអីទេមកពីអាអ្នកដឹកនឹងហើយដែលបំផ្លាញគម្រោងរបស់អញត្រូវតែទៅសួរវាតើវាលេងស្នៀតអីខ្លះលីនជឿយានអញប្រើល្បិចអីខ្លះជាមួយក្រុមហ៊ុនអាប់ហ្នឹងហេតុអីបានជាសំណើសុំដកលុយខ្ញុំត្រូវបដិសេធខ្ញុំមិនបានប្រើល្បិចអីទេខ្ញុំគ្រាន់តែបញ្ជូនរូបថតប្រកូលអីវ៉ាន់ទីតាំងដឹកជញ្ជូននិងវីដេអូកាមេរ៉ាស៊ីនរបស់អគារប៉ុណ្ណោះគេឃើញអ្នកយកកាហ្វេ180កែវនោះចូលក្នុងក្រុមហ៊ុនអស់ទៅហើយគេប្រកាសជាមិនប្រកូលលុយឲ្យវិញទេខ្ញុំមិនខ្វល់ទេតាមពិតក្រុមហ៊ុនត្រូវតែបង្វិលលុយ 8,200 យួនឲ្យខ្ញុំវិញតែឥឡូវត្រូវឯងបំផ្លាញអស់ហើយលុយនេះឯងត្រូវតែសងខ្ញុំកាហ្វេអ្នកជាអ្នកកំងអ្នកជាអ្នកប៉ាវបុគ្គលិករបស់ខ្លួនឯងហេតុអីឲ្យខ្ញុំជាអ្នកសងលុយទៅវិញព្រោះឯងមានគំនុំសងសឹកនឹងឯងកាលពី1ខែមុនឯងបានបញ្ឈប់ឯងពីការងារទើបឯងឆ្លៀតឱកាសនេះមករកទោសកំហុសអញតាំងពីខ្ញុំត្រូវអ្នកបញ្ឈប់មកខ្ញុំមិនដែលរំខានអ្នករំខានដល់ក្រុមហ៊ុនឡើយលើកនេះគឺជាការទម្លាក់Outdoorធម្មតាហើយខ្ញុំក៏ដឹកឲ្យដល់តនពេលអ្នកដែលចង់ឆ្លៀតឱកាសOutdoorនេះបោកប្រាស់គេគឺអ្នកទៅវិញទេអញប្រញាប់មកមុខក្រុមហ៊ុនឥឡូវនេះភ្លាមថ្ងៃនេះបើមិនដោះស្រាយឲ្យច្បាស់ទេអញមិនលើកលែងឲ្យអញឡើយបាទអ្នកមិនខ្លាចខ្មាស់គេអញ្ចឹងខ្ញុំនឹងទៅទល់មុខគ្នាតែម្ដងអាគ្រាន់តែអ្នកដឹកអីវ៉ាន់សោះចង់ចូលក្រុមហ៊ុនអញផងហ៎ចង់ធ្វើអីខ្ញុំព្រមវិញអ្នកណាទីនេះគឺជាតំបន់សាធារណៈរបស់អគារជាហឹងមិនមែនជាកន្លែងដែលអ្នកអាចធ្វើអ្វីផ្ដេសផ្ដាសបានទេគឺអ្នកខលហៅខ្ញុំមកដើម្បីឲ្យខ្ញុំសងលុយ 8,200 យួនតែកាហ្វេ180កែវនេះត្រូវបានអ្នកនឹងបុគ្គលិកផឹកអស់ទៅហើយអ្នកមានសិទ្ធិអីមកទាបខ្ញុំឲ្យសងតាមពិតខ្ញុំមិនដែលមានបំណងចេញលុយនេះដោយខ្លួនឯងទេអញ្ចឹងមានន័យថាអ្នកសារភាពថាចង់ស៊ីដាច់គេហើយតើឯងកុំមកនិយាយផ្ដេសផ្ដាសច្បាស់ណាស់ថាជារឿងរបស់ឯងលោកស្រីថាកាន់នេះបងរំលោភផ្ទះរបស់អ្នកមិនមានទឹកប្រាក់គ្រប់គ្រាន់ទេការកាត់ប្រាក់ស្វ័យប្រវត្តិប្រចាំខែនេះត្រូវបានបរាជ័យសូមប្រញាប់បញ្ចូលប្រាក់បន្ថែមដើម្បីជៀសវាងការយឺតយ៉ាវមិនក៏លុយមិនគ្រប់ក្នុងការខ្ញុំច្បាស់ជាមានលុយបងផ្ទះខែនេះតើកាន់នេះរបស់អ្នកថ្ងៃនេះទើបតែទូទាត់ប្រាក់អស់ 8,200 យួនរួចដូច្នេះទើបទឹកប្រាក់មិនគ្រប់គ្រាន់សម្រាប់បងរំលោភខែនេះមកពីឯងនឹងហើយអញទើបតែបងលុយកប់ផ្ទះរួចលុយសល់ក្នុងកាតគឺសម្រាប់បងរំលោភផ្ទះនោះអញធ្វើឲ្យអញដល់លុយ 8,200 យួនមកវិញមិនបានឥឡូវសំបីលុយបងផ្ទះក៏គ្មានដែរគឺអ្នកកំងកាហ្វេខ្លួនឯងហើយក៏ជាគំនិតអ្នកដែលចង់រីការខ្លាំងខ្លាយស៊ីដាច់គេដែរគ្មានលុយបងផ្ទះគឺជាកម្មពៀរបស់អ្នកហើយមិនតាក់ទងនឹងខ្ញុំទេឯងនៅហ៊ានប្រកែកទៀតទូរស័ព្ទរបស់អញទូរស័ព្ទនេះទើបតែទិញតម្លៃជាង 20,000 យួនណាឯងត្រូវតែសងអញមកវិញទូរស័ព្ទគឺអ្នកយកគប់ខ្ញុំខ្លួនឯងហើយក៏ធ្លាក់បែកដោយសារអ្នកដែរហេតុអីឲ្យខ្ញុំជាអ្នកសងបើឯងមិនគេចចេញទូរស័ព្ទមិននឹងអាចធ្លាក់បែកទៅអ្នកចាត់ការខាងនិយាយអញ្ចឹងអត់ហេតុផលសោះឲ្យគាត់ឈរស្ងៀមចាំឲ្យគប់ឬយ៉ាងម៉េចកាមេរ៉ាថតជាប់ច្បាស់ណាស់គឺអ្នកយកទូរស័ព្ទគប់គាត់មុនគាត់មិនបានប៉ះទូរស័ព្ទអ្នកផងបើគុំតែឯងមានគំនុំរឿងអញបញ្ឈប់ពីការងារអញក៏មិនធ្លាក់ខ្លួនដល់ថ្នាក់នេះដែរពេលអ្នកបញ្ឈប់ខ្ញុំពីការងារអ្នកថាជាងអាយុ35ឆ្នាំធ្វើការថែម៉ោងមានតម្លៃឥឡូវខ្ញុំត្រូវរត់កង់បីចិញ្ចឹមជីវិតខ្លួនឯងអ្នកបែរជាគិតថាការដែលខ្ញុំបំពេញឲ្យដល់ការសងសឹកអ្នកតាមពិតពីមុននាងមានចរិតបែបនេះសោះនេះគឺជាកម្មពីហើយខាងសៀវវិនមិនមែនគ្រប់គ្នាសុទ្ធតែត្រូវទទួលខុសត្រូវរាល់កំហុសរបស់អ្នកទេគុំមកធ្វើពុតជាមនុស្សល្អថ្ងៃនេះបើមិនសងលុយអញទេអញគុំសង្ឃឹមថាបានចេញទៅរួចខ្ញុំបានបកស្រាយរឿងនេះច្បាស់អស់ហើយការតវ៉ារបស់អ្នកអាចនឹងដោះស្រាយចំណែកទង្វើវិដំរបស់អ្នកកាមេរ៉ាគៀក៏ថតទុកអស់ហើយដែរខ្ញុំគ្មានការប្រកេកនៅទីនេះដើម្បីឲ្យអ្នកបញ្ចេញកំហឹងទៀតទេជប់សិនលុយ 8,200 យួនក៏មិនទាន់សងទូរស័ព្ទក៏មិនទាន់សងចេញប្រញាប់លេងដៃខ្ញុំភ្លាមបើអ្នកនៅតែបង្ករឿងទៀតខ្ញុំនឹងឲ្យសន្តិសុខមកដោះស្រាយហើយអ្នកណាហ៊ានប៉ះអញគឺជាអ្នកចាត់ការធនធានមនុស្សរបស់យុនធូណា
លីងជឿយៀនថ្ងៃនេះបែងហ៊ានទៅអញនឹងឲ្យខាងក្រុមហ៊ុនបិទកាន់នីដឹកជញ្ជូនរបស់ឯងឲ្យឯងសំបីតែអ្នកដឹកអីវ៉ាន់ក៏ធ្វើមិនកើតដែរអ្នកធ្លាប់មានប្រវត្តិរីកាខ្លាំងៗម្ដងហើយក្រុមហ៊ុនក៏បានកត់ត្រាទុកដែរបើអ្នកនៅតែយករឿងតវ៉ានេះមកគំរាមអ្នកគ្រាន់តែបន្សល់ទុកភស្តុតាងកាន់តែច្រើនមិនខ្វល់រឿងទាំងអស់នេះទេអញធ្វើឲ្យឯងគ្មានលុយបង់ទេអញក៏មិនឲ្យឯងរកលុយបានស្រួលដែរអាឡូសង្គ្រោះបន្ទាន់មែនទេនៅជណ្ដើរជាន់ផ្ទាល់ដីអគារពាណិជ្ជកម្មជាមនុស្សដួលរបួសអញកុំមកធ្វើពុតជាមនុស្សល្អនៅទីនេះបើជើងអញមានបញ្ហាអ្វីមួយថ្លៃពេទ្យអញជាអ្នកចេញទាំងអស់តាំងពីដើមដល់ចប់ខ្ញុំមិនបានប៉ះអ្នកទេពូជើបុគ្គលិកក្រុមហ៊ុននិងកាមេរ៉ាជណ្ដើរអាចបញ្ជាក់បានថាខ្ញុំមិនបានរញអ្នកទេអញ្ចឹងហេតុអីហើយរថយន្តសង្គ្រោះឯងព្រោះមានមនុស្សដួលរបួសមនុស្សទូទៅក៏ត្រូវតែឲ្យរថយន្តសង្គ្រោះដែរជួយអ្នកមិនមែនមានន័យថាខ្ញុំជាអ្នកធ្វើទេរឹតតែមិនមែនឲ្យខ្ញុំទទួលខុសត្រូវជំនួសអ្នកដែរអ្នកណាជាសាច់ញាតិខ្ញុំអត់មានសាច់ញាតិនៅទីនេះទេគឺវាជាអ្នកធ្វើឲ្យខ្ញុំដួលឲ្យវាបើកឡានទៅពេលទៅខ្ញុំអាចឲ្យស្ថានភាពកន្លែងកើតហេតុនិងកំណត់ត្រាហៅទូរស័ព្ទពួកបងបានតែខ្ញុំមិនមែនជាសាច់ញាតិរបស់គាត់ទេហើយក៏មិនបានប៉ះគាត់ដែរការទទួលខុសត្រូវនឹងមាននាយកដ្ឋានពាក់ព័ន្ធស៊ើបអង្កេតយើងមានតួនាទីត្រឹមតែសង្គ្រោះជនរងគ្រោះប៉ុណ្ណោះលីនជាយានអញដាច់ខាត់មិនលើកលែងឲ្យឯងទេខ្ញុំចង់ប្តឹងប៉ូលីសតើមានរឿងអ្វីកើតឡើងដែររសៀលថ្ងៃនេះមានអ្នកដឹកម្នាក់ឈ្មោះលីនជាយានមានចេតនាធ្វើឲ្យខ្ញុំដួលសន្លប់ស្ទើរតែបាត់បង់ជីវិតទៅហើយតើកន្លែងកើតហេតុនៅទីណាដែរនៅមាត់ជណ្ដើរជាន់ផ្ទាល់ដីអគារពាណិជ្ជកម្មជាហឹងពួកបងត្រូវតែចាប់រន្ទាទោសវាឲ្យបានប៉ូលីសប្រចាំតំបន់នឹងទៅត្រួតពិនិត្យកន្លែងកើតហេតុសូមអ្នកតាក់ទងមកដើម្បីសហការស្រាវជ្រាវបន្តទៀត